តោះសួស្តីអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំនឹងមកបរៀនអ្នកទាំងអស់គ្នាទាក់ទងអំពីការបង្កើត page ឥឡូវនេះខ្ញុំចូលមកក្នុង account Facebook របស់ខ្ញុំបន្ទាប់មកខ្ញុំចុចកន្លែង page បន្ទាប់មកយើងមើលកន្លែង page ខ្ញុំមាន2 3 page ហ្នឹងហើយឥឡូវខ្ញុំចង់បង្កើតទេយើងចុចកន្លែង create នេះគឺជាឈ្មោះ page ដែលខ្ញុំបានដាក់2026 SK អូខេបន្ទាប់មកគេឲ្យយើងរើសប្រភេទនៃ page របស់យើងតើយើងចង់លេងប្រភេទជាលក្ខណៈថាចង់បង្កើតអីគេនៅលើ page យើងអញ្ចឹងខ្ញុំជាផ្នែក digital creator បន្ទាប់មកយើងដាក់បន្តទៀតមកណានឹងយើងដាក់ឲ្យបាន3អញ្ចឹងមក personal blog ហើយនិង product service យើងបំពេញហើយអស់អញ្ចឹងទៅគេឲ្យចុច create ទៅហ្នឹងហើយបន្ទាប់មកនៅពេលដែលវាចាប់ផ្ដើមចូលមក load ពាក្យមក general line bio ហ្នឹងគឺយើងទៅសេដើម្បីបំពេញថាតើ page របស់យើងនឹងធ្វើអីអញ្ចឹងណាហើយមិនសម្រាប់ខ្ញុំដាក់ធានាផលិតផលដែលមានគុណភាពខ្ពស់ចឹងទៅបាទនេះតាមអ្វីដែលយើងចង់ដាក់នៅលើ page យើងដើម្បីឲ្យឧទាហរណ៍យើងចង់បើកអាជីវកម្មឲ្យមានឲ្យអតិថិជនរបស់យើងមានទំនុកចិត្តបន្ទាប់មកយើងចូលឡើង email ហ្នឹងខ្ញុំបាយ email របស់ខ្ញុំមកអ្នកទាំងអស់គ្នាហ្នឹងហើយខ្ញុំបាយលេខទូរស័ព្ទរបស់យើងនិយាយទៅយើងបំពេញជាបន្តដែលគេបានដាក់ឲ្យចឹងណាហ្នឹងហើយខ្ញុំពេញលេខទូរស័ព្ទដូចជាលេខទូរស័ព្ទខ្ញុំប្រើច្រើនដងអញ្ចឹងឥឡូវយើងចូលទៅតែ location យើងដាក់ភ្នំពេញមកទីតាំងរបស់ខ្ញុំគឺនៅភ្នំពេញអូខេបន្ទាប់មកខ្ញុំចូលកន្លែង city ហ្នឹងយើងវាយពាក្យភ្នំពេញយើងបំពេញតាមគេអញ្ចឹងមកអ្នកទាំងអស់គ្នាបំពេញឲ្យគ្រប់កន្លងមកតោះមកយើងចុចលេខតអញ្ចឹងណាឥឡូវនេះខ្ញុំពេញចិត្តហើយកន្លែង zip code ហ្នឹងខ្មែរយើងក៏មានដែរខ្ញុំចុចនិចទៅរហូតមកអ្នកទាំងអស់គ្នាចង់ invite friend យើងអត់បើអត់ចង់ទេយើងចុចនិចអញ្ចឹងមកអូខេបន្ទាប់មកខ្ញុំអាចបង្កើតបានហើយបន្ទាប់មកខ្ញុំចូលទៅកន្លែង page របស់ខ្ញុំអញ្ចឹង2026 SK ហើយយើងចុចមកនេះតាមហើយណាអញ្ចឹងមានន័យថា page ខ្ញុំគឺខ្ញុំបង្កើតបានហើយអូខេតបមកនេះហើយគឺជា page របស់ខ្ញុំដែលខ្ញុំទៅតែបង្កើតបានអញ្ចឹងមានអីចម្ងល់អ្នកនរគ្នាអាចសួរតាម comment បានអរគុណច្រើនបាយបាយ